យើងគឺជាអ្នកតាដើមក្រឡាញ់កុំខ្លាចយើងអីសូមគោរពអ្នកតាដើមក្រឡាញ់តែលោកគឺជាអ្នកមើលថែស្រះនេះមែនទេមែនហើយយើងអាស្រ័យក្នុងដើមក្រឡាញ់នេះឯងយើងមកនេះគឺចង់ប្រាប់អ្នកថាអ្នកជាមនុស្សស្មោះត្រង់មានសិលទានដូច្នេះចូលអ្នកជួយថែស្រះនេះផងតើចង់ឲ្យខ្ញុំមើលថែស្រះនេះបែបណាទៅពីមុនទីនេះមានវត្តតែពេលនេះវត្តបានទៅសង់នៅកន្លែងផ្សេងហើយគ្មានអ្វីបន្សល់ទុកទៀតទេមានតែស្រះមួយនេះដែលនៅសល់តែប៉ុណ្ណោះកុំឲ្យអ្នកភូមិលុបស្រះនេះឲ្យសោះឮទេព្រោះតែហេតុអីទៅលោកតាដើមកន្លែងយើងប្រាប់លោកទៅចុះក្រោមបាតស្រះនេះមានវត្ថុបុរាណមានតម្លៃច្រើនណាស់ហើយក៏មានអ្នកថែរក្សាផងដែរតែជាការពិតមែនទេបើបែបនោះកាលណាអ្នកភូមិដឹងពួកគេនឹងចោះទៅរាវរកយកមកលក់ដូរបានកម្រៃជាមិនខានមិនបានទេពួកគេនឹងមានគ្រោះថ្នាក់ម្យ៉ាងទៀតវត្ថុទាំងនោះនឹងជួយឲ្យស្រះនេះគ្មានថ្ងៃរីងស្ងួតឡើយតើលោកដឹងទេចុះបានអ្នកស្រុកគេត្រូវការចុះទៅបេះផ្កាឈូកយកមកថ្វាយព្រះតើបានដែរទេពិតជាបានតែហាមចុះទៅកណ្ដាលស្រះព្រោះទឹកនេះជ្រៅណាស់នឹងមានអាចកំបាំងជាច្រើនទៀតពួកគេបេះទៅជាប់នៅមាត់ស្រះនេះបានហើយកូនចៅយល់ហើយលោកតាដើមកន្លែងចាំណាសូមរួមគ្នាថែស្រះមួយនេះនោះគ្រប់គ្នានឹងមានប្រភពទឹកប្រើប្រាស់គ្រប់ប្រាំងវស្សាមិនខានកូនចៅសូមសន្យាថានឹងជួយឲ្យអ្នកភូមិរួមគ្នាថែរក្សាស្រះនេះមិនឲ្យខូចខាតឡើយអ្នកតាយកផ្ដិលប្រាក់នេះទៅលក់ចុះនោះតានឹងបានប្រាក់ច្រើនពេលបានប្រាក់ហើយតាជួយធ្វើផ្ទះឲ្យយើងក្រោមដើមក្រឡាញ់នេះផងណាអរគុណហើយលោកតាដើមកន្លែងផ្ដិលប្រាក់នេះគឺស្អាតណាស់ទៅវិញចុះតែកុំភ្លេចសន្យាណាតាមេងយល់ហើយពេលនេះកូនចៅលាសិនហើយលោកតាបន្ទាប់ពីតាមេងជួបហេតុការណ៍បែបនោះហើយគាត់ក៏បានយកផ្ដិលប្រាក់ត្រឡប់ទៅផ្ទះវិញយ៉ាងប្រញាប់នៅផ្ទះតាមេងពុកមកពីរែកទឹកវិញហើយមែនទេពុកតាវាថ្ងៃក្រោយមិនបាច់ទៅរែកទឹកស្រះទេតាវាចាស់ហើយណាទុកកូនចម្រើនជាអ្នកទៅចោះមែនហើយពុកឈប់ទៅរែកទឹកនៅទីនោះទៀតទៅដីខ្សាច់ពិបាកដើរណាស់កូនមានកម្លាំងគ្រប់គ្រាន់នៅក្នុងការរែកបានតើពុកដឹងហើយថាកូនពូកែតែកូនណាបើពុកមិនធ្វើការពុកមិននឹងបានបែកញើសទៅណែនិយាយចឹងម៉ែវាខ្ញុំមានរឿងចម្លែកមួយចង់ប្រាំតើជាអ្វីទៅពុកវាឬមួយក៏មានអ្វីពាក់ព័ន្ធជាមួយនឹងផ្ដិលប្រាក់នេះមែនទេមែនហើយយាយវាគឺ